គឺជាការដើរដើម្បីសន្តិភាពហើយនេះគឺជាការដើរជាលើកដំបូងដែរនៅក្នុងប្រទេសកម្ពុជារបស់យើងបាទហើយខ្ញុំពិតជាសប្បាយចិត្តដែលឃើញបងអ៊ំពូមីងបាទចូលរួមជាច្រើនបាទក៏លេខមកមើលទេពធីតាទេពអប្សរអប្សរាអីគឺថាខ្ញុំអត់ដឹងថាអីខ្លះទេខ្ញុំខ្លាចនិយាយទៅខុសកាន់តែច្រើននេះគឺជាការធ្វើដំណើរបាទទៅយកឲ្យបានរបស់ខ្ញុំបាទគ្មានអីច្រើនទេវីដេអូលើកនេះគឺថារៀងវល់វែកវល់ហើយបាទទៅហើយបាទ on the way កំពុងតែលើ street on the way យ៉ាងនេះគឺថាខ្ញុំទៅយកអីវ៉ាន់តិចតួចទេហើយអីវ៉ាន់ហ្នឹងគឺថាគេផ្ញើមកតាំងពីប្រហែលថ្ងៃមុនខ្ញុំអត់ទាន់បានទៅយកទេបាទថ្ងៃនេះគឺថាខ្ញុំត្នេបាទទៅយកតែម្ដងទៅបាទឥឡូវនេះគឺថាយើងយកបានហើយអីវ៉ាន់មកកញ្ចប់តូចប៉ុណ្្នឹងទេតម្លៃ$13បាទលុយសុទ្ធតែម្ដងបាទហើយយើងដាក់នៅក្នុងក្លឹបនៅក្នុងម៉ូតូថ្មីយើងមកកាហ្វ្រីឥឡូវលេងសើជិះម៉ូតូចាស់ជិះម៉ូតូថ្មីម្ដងវាលក្ខណៈវាស្រួលជិះអញ្ចឹងណាមករយៈពេលនេះគឺថាខ្ញុំអត់សូវមានអារម្មណ៍ហាត់ប្រាណប្រហែលទេអញ្ចឹងគឺថាខ្ញុំស្មុគស្មាញខ្ញុំគិតច្រើនខ្ញុំខ្ញុំខូចចិត្តបាទអញ្ចឹងអត់ឲ្យអារម្មណ៍ហ្នឹងវា feel down ទេកុំឲ្យវាធ្លាក់ចុះកាន់តែខ្លាំងបន្តទៀតតិចថាខ្ញុំខូចចិត្តរឿងស្នេហាហឺតអីទៅបាទក៏ពិតគ្មានស្នេហាគ្មានអីទេបាទគឺថាខ្ញុំខូចចិត្តហ្នឹងដោយសារឆ្មាខាំដៃតបែចុយព្រឹកបាញ់តនេបាទឆ្មាខាំដៃបុបគេថាលុយសុទ្ធតែម្ដងអស់100ទាំងព្រឹកបាទអូសទៅដល់គ្នាបាទខ្ញុំមកពី TikToker ឥឡូវនេះខ្ញុំបានដល់បងអំជួបបងចូលហើយនៅក្នុងចាយថារីកកំណាក់ខ្ញុំជិះថារីកហ្នឹងហើយខ្ញុំនេះខ្ញុំមករ៉ាន់នេះរត់នៅជុំវិញហ្នឹងហើយបាទហើយមកណាគេគូរូគួយផងអញ្ចឹងខ្ញុំបាននិយមទេបាទខ្ញុំមកម្នាក់ទៀតខ្ញុំមកទេហើយសួយមែនទេបាទព្រឹកហ្នឹងគឺថាខ្ញុំមានបញ្ហាបាទឆ្មាខាំដៃបាទខ្ញុំនឹងដាក់វាជួយឲ្យដល់គ្នាមើលគឺថាវាខាំវាដូចបលែងហ្នឹងប៉ុន្តែវាមានស្នាមឈាមខាងនោះយ៉ាងទៅប៉ុន្តែវាអត់មានភ្លុកមានអីទេអញ្ចឹងចាប់ទុកថាគេសោយចុះហើយថ្ងៃណាបានទៅជីមអីទេពេលគេហាមគេឲ្យលើកដៃទៅមួយទេអញ្ចឹងយើងបានរត់ហាត់ប្រាណទៅហើយវីដេអូមួយនេះដែរគឺថាមិនសូវជាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាប្រហែលទេអ្នកទាំងអស់គ្នាអាចមើលដល់ចប់បានហើយថ្ងៃនេះគឺជាថ្ងៃ special day ហើយគឺជាថ្ងៃគេដើរដើម្បីសន្តិភាពដែរហើយថ្ងៃនេះគឺថាថ្ងៃពិសេសដែរគឺថាខ្ញុំបានទៅទស្សនាការគូរូបរបស់បងវិចិត្រករខ្ញុំបានទៅចូលរួមឈរស្ដាប់គាត់និយាយបានមកសន្ទុះធំដែរនៅក្នុងបរិវេណមួយនេះគឺថាពោពេញទៅដោយភាពសោកសៅតែម្ដងជាពិសេសនៅក្នុងផ្ទាំងគំនូរគឺមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែនខ្ញុំអរគុណចំពោះខ្ញុំសួរបានអនុញ្ញាតឲ្យពួកយើងទាំងអស់គ្នាបានធ្វើការរួមគ្នាវាជាប្រវត្តិសាស្ត្រមួយរបស់ស្រុកខ្មែរដែលគ្រប់គ្នាមានសាមគ្គីភាពល្អពីព្រោះនៅក្នុងនៅសន្តាគារនៅភ្នំពេញនៅពេលនេះខ្ញុំបានជួបជាមួយនឹងពលឺហើយពលឺក៏យើងអាចធ្វើពិភពលោកបានចាប់អារម្មណ៍យើងបាននេះជារឿងសំខាន់សូមទាំងអស់គ្នានៅក្នុងស្ថានភាពនេះសូមមេត្តាសាមគ្គីគ្នាយើងអរគុណបន្ទាប់ពីស្ដាប់បងនិយាយរួចឥឡូវនេះគឺថាយើងកំពុងតែរត់លេងនៅតាមមាត់ស្ទឹងបឹងគីឡូអីហ្នឹងហើយយើងក៏ដើរមកដល់កន្លែងផ្ទាំងគំនូរធំដ៏អស្ចារ្យនេះវិញបាទនេះគឺជាការដើរដើម្បីសន្តិភាពហើយនេះគឺជាការដើរជាលើកដំបូងដែរនៅក្នុងប្រទេសកម្ពុជារបស់យើងបាទហើយខ្ញុំពិតជាសប្បាយចិត្តដែលឃើញបងអ៊ំពូមីងបាទចូលរួមជាច្រើនបាទនៅក្នុងនោះគឺថាមានខ្ញុំមួយដែរបាទអត់បានចូលរួមគេទេបាទតែបានជួយថតផ្សព្វផ្សាយបាទក៏លេខមកមើលទេពធីតាទេពអប្សរអប្សរាអីគឺថាខ្ញុំអត់ដឹងថាអីខ្លះទេខ្ញុំខ្លាចនិយាយទៅខុសកាន់តែច្រើនអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកនរគ្នានឹងយោគយល់នៃការនិយាយស្ដីរបស់ខ្ញុំវាមិនសូវជាក្បោះក្បាយអីណាទេបាទមានកន្លែងណាដែលមិនពេញចិត្តឬក៏ពាក្យណាដែលខុសឆ្គងអីសូមកុំប្រកាន់អីចឹងពួកយើងរួមគ្នាពហិការមិនប្រើរបស់ពួកអាចោសៀមបាយ